សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំជាថ្មីម្ដងទៀតនៅក្នុងថ្ងៃនេះគឺយើងនឹងលើកមកនិយាយតាក់ទងទៅនឹងវីដេអូមួយដែលមានឈ្មោះហៅថាលេងរួមស៊ុបវីដេអូខ្ញុំគិតថាប្រហែលជាមានមនុស្សមួយចំនួនធ្លាប់បានមើលជាមួយនឹងវីដេអូមួយនេះដោយសារតែវីដេអូនេះគឺអាចនិយាយបានថាជា classic វីដេអូមួយដែរចឹងសម្រាប់អ្នកដែលគាត់ជា fan ទៅលើរឿងរ៉ាវបែបឯកកំបាំងហើយបានចម្លែកប្រហែលជាធ្លាប់បានឃើញជាមួយវីដេអូនេះពីមុនមកហើយប៉ុន្តែសម្រាប់អ្នកដែលគាត់ថ្មីជាមួយនឹងវីដេអូមួយនេះវីដេអូនេះគឺត្រូវបានគេផុសចូលទៅក្នុង YouTube នៅក្នុងឆ្នាំ2005ចឹងវាមានរយៈពេលយូរហើយសម្រាប់ចំណងជើងដើមរបស់វីដេអូនេះគឺមិនមែនប្លែងរួមវីដេអូទេចំណងជើងដើមរបស់វានោះគឺ Freaky Sukai តែខ្ញុំគិតថាវាស័ក្តិសមទៅនឹង vibe របស់វីដេអូជាដោយសារតែក្នុងវីដេអូហ្នឹងវាមានលក្ខណៈបែបចម្លែកហើយមើលទៅវារៀងបែបគួរឲ្យខ្លាចណាលើយើងនាំគ្នាទៅមើលវីដេអូនេះទាំងអស់គ្នាឲ្យដឹងថាតើវាគួរឲ្យខ្លាចបែបណាវីដេអូនេះបានឲ្យឃើញមានបរិសម្នាក់អង្គុយនៅក្នុងបន្ទប់ទូចមួយហើយគាត់អង្គុយនៅជិតតុមួយហើយនៅលើមុខគាត់ដូចជាមានកៃដេតស្នូតខ្មៅបិទលើភ្នែករបស់គាត់ដូចជារបៀបចង់លាក់បាំងអត្តសញ្ញាណរបស់បរិសម្នាក់ហ្នឹងនៅលើតុរបស់គាត់គឺយើងឃើញថាមានជាមួយនឹងចានគោមមួយមកទៅដូចជាចានគោមចឹងណាហើយគាត់មានកាន់លភាឈើធំមួយនៅខាងក្នុងវីដេអូហ្នឹងដូចជាគាត់កំពុងតែញ៉ាំអីពីក្នុងចានគោមហ្នឹងណាមើលទៅដូចជារបៀបស៊ុបបន្តិចបបរបន្តិចហើយសភាពរបស់បរិសម្នាក់ហ្នឹងមើលទៅគាត់មានលក្ខណៈដូចភ័យខ្លាចហើយគាត់ធ្វើសម្លេងទួញយំប៉ុន្តែដូចស្ដាប់មកទៅរៀងដូចសើចមួយសន្ទុះក្រោយមកក៏យើងមានឃើញជាមួយនឹងបុគ្គលម្នាក់ទៀតដោយយើងអត់ដឹងថាគាត់ជាមនុស្សប្រុសក៏ស្រីទេប៉ុន្តែគាត់មានពាក់ជាមួយនឹង costume បែប mascot វារៀងធំដែរហើយមើលទៅ costume ហ្នឹងគឺធ្វើមើលទៅដូចមនុស្សប្រុសដែលមានពាក់ជាមួយនឹងស្លៀកបំពាក់ពណ៌ខ្មៅក្រឹបហើយបើយើងមើលមុខ costume ហ្នឹងវិញមើលទៅវាមានមុខធំសហើយភ្នែករៀងខ្មៅអីចឹងប៉ុន្តែយើងមើលមុខខាងក្នុងអត់ឃើញទេដោយសារតែគេមានពាក់ម៉ាស់ខ្មៅខាងក្នុងទៀតនៅក្នុងវីដេអូហ្នឹងបរិសុទ្ធអង្គុយនៅលើតុហ្នឹងគឺគាត់យំបារាគាត់ញ៉ាំបារាហើយម៉ាស្កតតុក្កតាហ្នឹងដែររបៀបយឺតមកក្រោយខ្នងគាត់ហើយដាក់ដៃអាយខ្នងគាត់ដូចរបៀបថាលួងគាត់ក៏មិនទេមកទៅចម្លែកមែនតើមួយផ្លែទៀតនៅខាងស្ដាំដែរយើងក៏ឃើញមានម៉ាស្កតមួយទៀតចេញមកហើយគាត់មកដល់គឺអាយខ្នងបរិសុទ្ធដែលអង្គុយនៅលើតុហ្នឹងដែរទៅចាប់តាំងពីវីដេអូនេះត្រូវបានផុសចូលទៅក្នុង YouTube តាំងពីឆ្នាំ2005មកមានជាសំណួរក៏ដូចជាមានជាការបង្កើតនៅពីអាចារ្យបារាមនៅពីជុំវិញវីដេអូនេះដោយពីអាចារ្យបារាមនោះគឺគេនិយាយថាវីដេអូនេះគឺត្រូវបានគេយកចេញពី dark web ជាប្រភេទវីដេអូបែបរបៀបខុសខើធ្វើទរណកម្មមនុស្សអីចឹងណាពន្ធលើ dark web ហ្នឹងគឺវាសបោទៅដោយរឿងអញ្ចឹង dark web គឺជាបណ្ដាញសង្គមបែបក្នុងផ្លូវអាងឹតមួយវាជាកន្លែងដែលមនុស្សទៅធ្វើរឿងអត់ល្អរឿងខុសច្បាប់ហើយយើងអត់អាចសុកទៅ access ចូលទៅក្នុង dark web បានតាមតែចិត្តទេយើងត្រូវប្រើប្រាស់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត access ផ្សេងព្រោះ dark web នេះគឺជាប្រព័ន្ធអ៊ីនធឺណិតបែបសម្ងាត់ខ្លាំងហើយបែបលាក់បាំងខ្លាំងគេនិយាយថាមនុស្សប្រុសនៅខាងក្នុងវីដេអូហ្នឹងគឺត្រូវបានមនុស្សពាក់ costume ហ្នឹងចាប់ចំណុចយកខ្លួនគាត់ទៅហើយចាប់ទាំងប្រពន្ធគាត់យកទៅដែរគេបាននិយាយទៀតថាស៊ុបនៅខាងក្នុងចានគោមដែលបរិសុទ្ធនោះគាត់កំពុងតែញ៉ាំហ្នឹងគឺជាស៊ុបសាច់ប្រពន្ធរបស់គាត់ដែលត្រូវបានមនុស្សនៅខាងក្នុង costume ហ្នឹងគាត់បានស្លាប់ប្រពន្ធគាត់ហើយយកទៅធ្វើស៊ុបឲ្យគាត់ញ៉ាំអីចឹងទុកជាអំពើទរណកម្មមួយដើម្បីបានថតជាវីដេអូអីចឹងប៉ុន្តែរឿងរ៉ាវបាត់ហ្នឹងគឺវាខុសឆ្លាស់ពីអាចារ្យបារាមវីដេ
đê ô Bleng Room Sum នេះគឺត្រូវបានផុសនៅក្នុងឆ្នាំ2005ដោយ channel មួយដែលមានឈ្មោះហៅថា Renaissance Summon ដែលចំណងជើង original របស់វីដេអូហ្នឹងគឺ Freaky Sokai ហើយសម្រាប់នៅខាងក្រោម description វីដេអូនេះផងដែរគឺគេមានដាក់ពាក្យថា We don't know what this is ជុំន័យថាតែគាត់ផុសវីដេអូហ្នឹងគឺគាត់ដឹងថាវីដេអូហ្នឹងគឺចង់ធ្វើឡើងដើម្បីអីគេតាំងពីវីដេអូហ្នឹងបានផុសមកគឺវានៅតែជាវីដេអូបែបអាកំបាំងគេអត់តរកឃើញពីការប៉ັດនៅពីខាងក្រោយវីដេអូហ្នឹងបានរហូតមកដល់ឆ្នាំ2015មាន YouTube channel មួយមានឈ្មោះហៅថា Raibo ហ្នឹងគាត់បានធ្វើការតាក់ទងទៅកាន់បរិសម្នាក់ដែលក៏មានឈ្មោះហៅថា Raymond Percy ដែលគាត់គឺជាបុគ្គលសំខាន់មួយនៅក្នុងរឿងរ៉ាវមួយនេះនៅក្នុងឆ្នាំ2008វីដេអូ Bleng Room Sum វីដេអូហ្នឹងគឺត្រូវបានផុសចូលទៅក្នុងគេហទំព័រ Daily Motion មួយដែលត្រូវបានផុសដល់ account មានឈ្មោះហៅថា Rere TV នៅក្នុង account Rere TV នោះក៏យើងមានឃើញជាការផុសវីដេអូផ្សេងទៀតដែលមានឃើញតួអង្គ costume នៅក្នុងវីដេអូផ្សេងទៀតដែលគាត់បានផុសនៅពីខាងក្រោមវីដេអូនោះក៏មានជាការដាក់នៅ description ថាដែលខ្ញុំបកប្រែជាភាសាខ្មែរនៅខាងក្នុង clip នេះគឺមានបង្ហាញនៅតួអង្គ costume មួយដែលមានរូបរាងដូចតួអង្គ costume របស់យើងបែបបិទហើយមានធ្វើអំពើមួយដ៏អត់ល្អទៅលើមនុស្សតែពួកយើងគឺមិនដែលធ្វើអំពើទាំងអស់នេះទេ YouTuber ដែលមានឈ្មោះហៅថា Raibo គាត់បានធ្វើការ tracking channel Rere TV ហ្នឹងរហូតតតែបានចូលទៅដល់ account Tumblr មួយដែលជា account របស់លោក Raymond Percy ហ្នឹងហើយនៅក្នុង account Tumblr ហ្នឹងផងដែរក៏មាន attach ជាមួយនឹង email គាត់ហើយបងស្រី Raibo YouTuber ហ្នឹងក៏បានធ្វើការ contact តាក់ទងទៅកាន់ email លោក Raymond Percy ហ្នឹងទៅលោក Raymond Percy គឺគាត់ជាអ្នក animation ម្នាក់គឺគាត់ជាអ្នកធ្វើការខាងផលិតខ្សែភាពយន្តតុក្កតាហើយគាត់ធ្លាប់ធ្វើការទៅលើ project ល្បីៗជាច្រើនដូចជាតុក្កតា Simpson តុក្កតា Disney Frozen ហើយក៏គាត់ធ្លាប់ធ្វើជាអ្នកបញ្ចូលសម្លេងទៅលើតួអង្គ Gun មកពីរឿង Freak It អញ្ចឹងលោក Raymond ហ្នឹងគឺគាត់ដូច artist មួយចឹងហើយការប៉ັດនោះគឺ Rere នេះគឺជាឈ្មោះតួអង្គ costume ហ្នឹងហើយគាត់គឺជាអ្នកបង្កើតជាមួយនឹងmagical costume ហ្នឹងឡើងមកហើយតាមពិតទៅ Rere costume ហ្នឹងគឺជា art project របស់គាត់បង Raibo ហ្នឹងគាត់បានសួរទៅក្នុង email ថាតើលោក Raymond ហ្នឹងគាត់មានជាមួយនឹងការកាត់មិនដែរនៅទៅលើវីដេអូ Bleng Room Sum ហ្នឹងលោក Raymond គឺគាត់មានអារម្មណ៍ភ្ញាក់ផ្អើលមែនទែននៅពេលដែលគាត់ដឹងថាមានមនុស្សចាប់អារម្មណ៍ទៅលើវីដេអូដែលជា art project របស់គាត់ហ្នឹងហើយបង Raibo ហ្នឹងក៏បានបញ្យល់តាក់ទងទៅនឹងរឿងរ៉ាវអាចារ្យបារាមនៅក្នុងវីដេអូ Bleng Room Sum ហ្នឹងទៅកាន់លោក Raymond ហើយលោក Raymond ក៏បានតបទៅក្នុង email ប្រាប់ពីរឿងរ៉ាវដំបូងនៃការបង្កើតនៃតួអង្គ Rere ហ្នឹងតួអង្គ Rere គឺគាត់បានបង្កើតយូរឆ្នាំហើយគាត់បង្កើតតួអង្គ Rere ហ្នឹងឡើងមកគឺដើម្បីតធ្វើការ perform នៅលើឆាកគាត់និយាយទៀតថាហេតុផលដែលគាត់បង្កើតតួអង្គ Rere នេះឡើងមកគឺទុកកំដរអារម្មណ៍ឯកោរបស់គាត់តួអង្គ Rere នេះគឺគាត់អាចនិយាយបានទេហើយក៏គាត់អាចរបៀបបង្ហាញនៅអារម្មណ៍របស់គាត់បានណាលោក Raymond បញ្យល់ទៀតថាទោះបីជា Rere អាចធ្វើរឿងទាំងអស់នេះបានណាក៏មនុស្សនៅតែមានការចាប់អារម្មណ៍ទៅលើតួអង្គ Rere នេះទោះបីជា Rere គាត់ចង់រួមក៏មិនចង់ក៏ដោយគាត់និយាយទៀតថាគាត់បានយកតួអង្គ Rere ទាំងពីរនេះគឺដើម្បីទៅធ្វើការ perform ទៅតាមរដ្ឋនៅក្នុងសហរដ្ឋអាមេរិក Los Angeles ផងហើយនៅថ្ងៃមួយគាត់បានតួអង្គ Rere ទៅ perform នៅក្នុងក្លឹបមួយដែលមានឈ្មោះហៅថា Sunset Strip in Hollywood គាត់និយាយថាក្លឹបនោះគឺទូចមែនតែនហើយអត់មានបន្ទប់ដាក់អវ៉ាន់ទេមានតឡានដាក់របស់មួយនៅខាងក្រោយក្លឹបគាត់និយាយទៀតថានៅពេលនោះគាត់បាន perform លាយឡំជាមួយអ្នកលេងសៀកផងអ្នកផ្លុំភ្លើងផងគាត់ថានៅកន្លែងដែលគាត់ perform នោះគឺមាន fan ដែលស្គាល់គាត់ច្រើនបន្ទាប់ពីគាត់បាន perform ចប់រួចរាល់គាត់ក៏បានរៀបចំប្រាប់ប្រាណដើម្បីរើចេញពីក្លឹបនោះហើយមួយវិញទៀត costume ហ្នឹងគឺវាធំពេកអញ្ចឹងគាត់អាចដាក់នៅខាងក្នុងក្លឹបបានគឺគាត់ដាក់នៅក្នុងឡានខាងក្រៅក្រោយក្លឹបហ្នឹងហើយដល់ពេលទៅនៅពេលដែលគាត់ត្រឡប់ទៅយកអា costume នៅក្នុងឡានហ្នឹងវិញក៏ឃើញថាបាត់ costume គាត់បាត់ព្រោះថាឡានហ្នឹងគឺអត់មានសោទេអញ្ចឹងមនុស្សគាត់អាចចេញចូលក្នុងឡានហ្នឹងបានអញ្ចឹងបន្ទាប់ពី2-3អាទិត្យក្រោយមកបន្ទាប់ពីគាត់បានបាត់ជាមួយនឹង Rere costume របស់គាត់ហ្នឹងសត្វតាគាត់ទទួលបាន email ពីមនុស្សដែលមិនស្គាល់មួយនៅក្នុង email នោះមាន attach ជាមួយនឹងវីដេអូហើយវីដេអូនោះគឺគ្មានវីដេអូណាទៀតទេគឺវីដេអូ Bleng Room Sum នោះហើយគាត់និយាយថាអីដែលគាត់ចម្លែកខ្លាំងគឺតួអង្គរបស់គាត់នៅក្នុងវីដេអូ Bleng Room Sum ហ្នឹងគឺរបៀបថាធ្វើចលនា
គឺអីគឺដូចតួអង្គរបស់គាត់សម្ដែងលើឆាកអញ្ចឹងហើយក៏បានប្រាប់ទៀតថាសម្រាប់តួអង្គរបស់គាត់ណាអ្នកដែលពាក់តួអង្គគាត់ទៅសម្ដែងគឺត្រូវតែ train យ៉ាងតិចណាស់ក៏ពី3អាទិត្យដែរដើម្បីរបៀបសម្របពាក់ជាមួយនឹង costume ហ្នឹងហើយក៏រៀនតាក់ទងទៅនឹងកាយវិការសម្ដែងរបស់តួអង្គរ៉េហ្នឹងដែរគាត់បានបន្ថែមទៀតថានៅកាលនោះគឺគាត់អត់ទាន់មានបានបង្កើតជាវីដេអូផងនៅតាមបណ្ដាញសង្គមអ៊ីនធឺណិតនោះទេអញ្ចឹងមានន័យថាអត់មានជា reference អីអាចឲ្យណាគេមកមើលឲ្យធ្វើតម្រាប់តាមតួអង្គ costume រ៉េរបស់គាត់ហើយអញ្ចឹងមានន័យថាអ្នកដែលគាត់លួចយក costume នោះទៅគឺអាចនិយាយបានថាគឺជា big fan របស់លោក Raymond ហ្នឹងហ្មងមានថាម្នាក់ហ្នឹងគឺទៅតាមមើលគ្រប់ performance របស់គាត់មកបានអាចចងចាំទៅលើតួអង្គរបៀបកាយវិការរបស់តួអង្គហ្នឹងអីចឹងណាអញ្ចឹងមានន័យថាវីដេអូហ្នឹងគឺគាត់ម្នាក់បង្កើតទេអា Blank Room Shop ហ្នឹងហើយដោយសារតែ costume របស់គាត់ត្រូវបានគេលួចអញ្ចឹងយើងនៅតែអត់ដឹងថាណាគេជាអ្នកដូច costume គាត់ហើយពីណាគេជាអ្នកនៅពីក្រោយខ្នងនៃការបង្កើតវីដេអូមួយនេះប៉ុន្តែបើយើងមកមើល YouTube ដែលមានឈ្មោះហៅថា Renai Segment ហ្នឹងដែលផុសវីដេអូ Blank Room Shop ដំបូងគេនៅក្នុង YouTube កាលឆ្នាំ2005ហ្នឹងគឺមានគេសង្ស័យថាគឺជា account របស់លោក Raymond Percy ហ្នឹងដោយសារតែនៅពេលដែលគេយក link YouTube របស់គាត់ហ្នឹងយកទៅដាក់ស្វែងរកនៅក្នុង Wayback Machine នៅកំឡុងឆ្នាំ2008នឹង load ជាមួយនឹង history ចាស់ៗរបស់ channel មួយហ្នឹងក៏ឃើញថា channel មួយហ្នឹងគឺធ្លាប់មានឈ្មោះថា Raymond ហើយជាមួយនឹងនៅខាងក្នុង channel ក៏មានភ្ជាប់ជាមួយនឹង link ចូលទៅកាន់ account MySpace របស់គាត់ហើយនៅក្នុង MySpace ហ្នឹងក៏មានឈ្មោះ account ហៅថា Rare Space អញ្ចឹងបាន confirm ថា YouTube ដែលមានឈ្មោះហៅថា Renai Segment ហ្នឹងគឺជា account របស់លោក Raymond Percy ហ្នឹងរឿងហ្នឹងបើសិនជាយើងសរុបមកវិញឲ្យខ្លីអញ្ចឹងហេតុផលនោះគឺដោយសារតែ costume រ៉េត្រូវបានគេលួចអញ្ចឹងមានន័យថារឿងរ៉ាវអាកំបាំងមកនេះគឺត្រូវបានចាប់ប៉ុណ្្នឹងឯងត្រូវអត់ទេនៅមានរឿងអញ្ញៃមួយទៀតដោយសារតែនៅក្នុងឆ្នាំ2017គឺមាន YouTuber ម្នាក់ដែលក៏មានឈ្មោះហៅថា Superhero Pro ហ្នឹងគាត់បានទៅរកឃើញជាមួយនឹង website forum មួយហើយម្ចាស់ website forum ហ្នឹងគឺគាត់មានឈ្មោះថា Mr. Enigma ដែលគាត់បានសរសេរជា blog article មួយតាក់ទងនឹងការស្វែងរកការពិតនៅពីក្រៅវីដេអូ Blank Room Shop វីដេអូហ្នឹងលោក Enigma ហ្នឹងគាត់បាននិយាយថាគាត់បានធ្វើការតាក់ទងទៅនឹង hacker មានន័យថាអ្នកដែលបានលួចជាមួយនឹង costume រ៉េហ្នឹងគាត់បានសានជា email ទៅកាន់ hacker ហ្នឹងអ្នកដែលគាត់លួចហ្នឹងហើយគាត់បានសួរតាក់ទងទៅនឹង headផលនៅពីក្រោយការលួចហ្នឹងមិនបានលួចយក costume ហ្នឹងទៅអីអ្នកទាំងអស់គ្នាសូមបើកបងកញ្ចក់មួយលោក Raymond Percy គាត់មាន account YouTube របស់គាត់មួយទៀតដែលមិនជា account ឈ្មោះ Renai Segment ហ្នឹងទេគឺ account ជាផ្លូវការរបស់គាត់ហ្មងដែលមានឈ្មោះហៅថា Rare TV YouTube Channel អញ្ចឹងខ្ញុំខ្លាចអ្នកទាំងអស់គ្នាសាប់តាយល់ចំណុចហ្នឹងហើយលោក Enigma ដែលគាត់បានទៅ contact ជាមួយនឹងអ្នកដែលបានលួចជាមួយនឹង costume រ៉េហ្នឹងហើយតែខ្ញុំបានហៅគាត់ថា hacker ហ្នឹងគឺដោយសារតែម្នាក់ហ្នឹងគឺបានចូលទៅ hack account YouTube របស់លោក Raymond ហ្នឹងaccount YouTube ជាផ្លូវការរបស់គាត់ហ្នឹងដោយនៅពេលដែលគាត់ email ទៅកាន់ account YouTube ហ្នឹងលោក Enigma ស្មានថាជាលោក Raymond ប្រកបហើយហេតុផលដែលគាត់បានដឹងខ្លួនថាម្នាក់ដែលគាត់និយាយមួយហ្នឹងគឺមិនលោក Raymond ប្រកបដោយសារតែគាត់ហ្នឹងបានទៅស្គាល់ជាមួយនឹងអ្នកធ្វើការជាមួយលោក Raymond ហ្នឹងហើយអ្នកធ្វើការហ្នឹងក៏បានផ្ញើសារទៅតាម Facebook account សួរតាក់ទងទៅនឹងលោក Raymond ហ្នឹងគាត់មានបាននិយាយជាមួយលោក Enigma ហ្នឹងហើយលោក Raymond ហ្នឹងក៏បាននិយាយទៅវិញថាគាត់ខានបានប្រើប្រាស់ account YouTube ហ្នឹងយូរហើយគាត់ក៏អត់ដែលលើឈ្មោះ Enigma ហ្នឹងដែរតាក់ទងទៅនឹង hacker ហើយឬមួយក៏អ្នកដែលគាត់បានលួចជាមួយនឹង costume រ៉េហ្នឹងគាត់បាននិយាយថាហើយផលដែលគាត់លួចហ្នឹងគឺវានៅក្នុងអត្ថន័យសិល្បៈឬមួយក៏អាតាមន័យថាគាត់គិតថារ៉េហ្នឹងគឺកំពុងតែនៅក្នុងរបៀបអត់មានសេរីភាពគឺកំពុងរបៀបថាគេត្រូវគេបានប្រើប្រាស់គឺជា product មួយអញ្ចឹងខ្ញុំពិបាកក្នុងការបញ្យល់ថងចំណុចហ្នឹងតែហ្នឹងវាជាអីដែលគាត់បានប្រាប់នៅក្នុង email ហ្នឹងហើយមួយវិញទៀត hacker ហ្នឹងក៏បាននិយាយទៀតថានៅក្នុងឆ្នាំ2016មាន YouTuber បងស្រីមួយឈ្មោះ Raybot ហ្នឹងដែលបានតាក់ទងទៅកាន់លោក Raymond ហ្នឹងគាត់ថាម្នាក់ហ្នឹងគឺជាគាត់ទេមិនមែនលោក Raymond ប្រកបទេប្រឡំខ្លួនធ្វើជាលោក Raymond Percy អញ្ចឹងចូលទៅនិយាយនៅក្នុងវីដេអូរបស់គាត់ប៉ុន្តែត្រឡប់មកវិញនៅក្នុង website forum របស់លោក Enigma ហ្នឹងគឺនៅក្នុង forum របស់គាត់ហ្នឹងគឺអត់មានជាភស្តុតាងឬមួយក៏អីជា confirm ថាអីដែលគាត់និយាយហ្នឹងគឺជាការពិតណាអញ្ចឹងយើងពិបាកយកពាក្យគាត់និយាយមកធ្វើជាការពិតនៅក្នុងរឿងរ៉ាវហ្នឹងបានទេចឹងវីដេអូ Blank Room Shop ហ្នឹងគឺវានៅតែអាចរកឃើញការពិតថាអ្នកណាគេជាអ្នកបង្កើត
វីដេអូមួយនេះហើយគេបង្កើតនៅក្នុងកុំម្ដងអីគេឬមួយក៏ដូចគេនិយាយថាមានពួក mafia ចិនព្រោះថានៅក្នុងវីដេអូហ្នឹងមនុស្សប្រុសហ្នឹងគឺមើលទៅដូចជាជនជាតិអាស៊ីហើយក្នុងវីដេអូហ្នឹងគឺឃើញគាត់ញ៉ាំស៊ុបហ្នឹងចេញពីចានគោមចិនទៀតបើតាមការយកឃើញរបស់ខ្ញុំវិញខ្ញុំគិតថាវាអាចនឹងមានករណីពីធំដែលវាអាចនឹងទៅរួចទីមួយហ្នឹងគឺប្រហែលជា custom rare របស់លោក Raymond ត្រូវបានជនអត់ស្គាល់មកដូចបានហើយយកទៅធ្វើវីដេអូឲ្យផុសចូលទៅតាមបណ្ដាញអ៊ីនធឺណិតអីចឹងសម្រាប់ករណីទី2គឺខ្ញុំគិតថាលោក Raymond Percy ហ្នឹងគឺជាអ្នកនៅពីក្រោយក្នុងរឿងហ្នឹងទាំងអស់តែម្ដងទាំងការបង្កើតជាពីអាចារ្យបារាមក៏ដូចជាថតជាមួយវីដេអូហ្នឹងហើយហេតុផលដែលគាត់បន្តលាក់ជាមួយនឹងរឿងមួយហ្នឹងអប្រាប់ការពិតគឺដោយសារតែខ្ញុំគិតថាទាំងអស់ហ្នឹងវាគ្រាន់តែជា art project របស់គាត់អញ្ចឹងណាហើយ art ហ្នឹងគឺវាតែមានអត្ថន័យរបស់វាដោយយើងអាចចាំអាចរបៀបថាប្រាប់នៅការពិតអីចឹងនៅពីក្រោយ art ហ្នឹងអញ្ចឹងឲ្យអ្នកដែលគាត់មើលហ្នឹងគាត់ជាអ្នករបៀបគិតដោយខ្លួនឯងយកពីអត្ថន័យដោយខ្លួនឯងចុះសម្រាប់អ្នកទាំងអស់គ្នាវិញបន្ទាប់ពីបានស្ដាប់រឿងរ៉ាវនេះហើយតើអ្នកទាំងអស់គ្នាយកឃើញមិនដែរអាចប្រាប់ខ្ញុំនៅខាងក្នុង comment នេះបានអញ្ចឹងវីដេអូរបស់ខ្ញុំគឺវាមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាបានទស្សនាមកដល់ចប់អញ្ចឹងសង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ